ចាសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះឆាវឆេងអេជាគ្រូបង្រៀនថ្នាក់ទី1នៅសាលាបឋមសិក្សាស្វាយទាបស្រុកចំការលើខេត្តកំពង់ចាមចាថ្ងៃនេះនាងខ្ញុំនឹងលើកយកមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី1មេរៀនទី7វិធីបូកវិធីដកចំនួនដែលមានលេខ1ខ្ទង់ចាចំណងជើងរងវិធីដកនិង0ចានៅក្នុងមេរៀននេះផងដែរគឺមានគោលបំណងឲ្យសិស្សចេះចាដកមួយចំនួននឹង0បានត្រឹមត្រូវចាសួស្តីកូនៗទាំងអស់គ្នាចាតើកូនសុខសប្បាយជាទេថ្ងៃនេះចាចំណែកអ្នកគ្រូវិញគឺសុខសប្បាយជាទេណាហើយអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាប្រកាសជាសុខសប្បាយដូចអ្នកគ្រូដែរណោះហើយកូនចាពិតជាមានសុខភាពល្អណាកូនណាចាចឹងដើម្បីឲ្យបានសុខភាពល្អថាតើកូនត្រូវអនុវត្តទៅលើអ្វីខ្លះទៅចាដើម្បីបានសុខភាពល្អយើងត្រូវអនុវត្តទៅលើ3ចំណុចធំចាទី1ហូបស្អាតទី2ផឹកស្អាតទី3ចារស់នៅស្អាតណាចាហើយកូនកុំភ្លេចណាឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូអាល់កុលឬក៏ជែលដើម្បីការពារជំងឺ COVID-19 និងជំងឺផ្សេងទៀតផងដែរចាហើយឥឡូវនេះតើកូនបានត្រៀមរួចរាល់ហើយឬនៅដើម្បីរៀនជាមួយអ្នកគ្រូចាសម្ភារៈសិក្សាដែលកូនមានសូមកូនយកមកដាក់នៅក្បែរខ្លួនកូនឲ្យហើយណាចាប្រសិនបើកូនខ្វះនៅសម្ភារៈមួយណាកូនចាទៅយកមកឲ្យហើយណាចាបន្តិចទៀតអ្នកគ្រូនឹងបង្រៀនកូនហើយសូមកូនចាចូលរួមតាមដានសង្កេតនិងស្ដាប់ដោយយកចិត្តទុកដាក់ចាលើសពីនេះទៅទៀតសូមកូនទាំងអស់គ្នាជួយចូលរួមធ្វើសកម្មភាពពីចម្ងាយជាមួយអ្នកគ្រូទាំងអស់គ្នាណាចាអ្នកគ្រូសង្ឃឹមថាកូនប្រកាសជាចូលរួមធ្វើសកម្មភាពជាមួយអ្នកគ្រូចាអរគុណច្រើនតោះឥឡូវនេះចាកូនអង្គុយត្រង់ខ្លួនចាកូនប្រាប់អ្នកគ្រូបន្តិចមើលថាចាមេរៀនថ្ងៃមុនអ្នកគ្រូមានដាក់កិច្ចការផ្ទះឲ្យកូនធ្វើដែរឬទេចាអ្នកគ្រូដាក់ចាហើយកិច្ចការផ្ទះនោះអំពីអ្វីដែរហើយកូនទាំងអស់គ្នាបានធ្វើរួចរាល់ហើយឬនៅចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនប្រកាសជាបានធ្វើរួចរាល់ហើយចាឥឡូវនេះសូមកូនបើកសិភៅរបស់កូនដែលបានធ្វើហើយចាចូលរួមផ្ទៀងផ្ទាត់ជាមួយអ្នកគ្រូណាចាចាកូនបើកសិភៅរួចរាល់ហើយឬនៅចាបើកសិភៅរួចរាល់ហើយតោះឥឡូវនេះកូនក្រឡេកមកមើលក្តារខៀនហើយចាកូនមើលចាកាលពីថ្ងៃមុនគឺអ្នកគ្រូឲ្យកូនចាយ៉ាងម៉េចកូនចាកុសបន្ទាត់ចំនួនតាមល្បះលេខខាងក្រោមមែនទេចាអញ្ចឹងល្បះលេខយើងគឺមាន5ដក1ស្មើ4ចា5ដក1ស្មើ4ចាឥឡូវនេះកូនក្រឡេកមកមើលបន្ទាត់ចំនួនខាងក្រោមចាដែលអ្នកគ្រូបានគូសបង្ហាញកូនណាចាអញ្ចឹងបន្ទាត់ចំនួននេះគឺមានចាពីលេខប៉ុន្មានដល់លេខប៉ុន្មានកូនមើលចាមានពីលេខ0រហូតទៅដល់លេខ5ចាហើយកូនមើលមានយ៉ាងម៉េចទៀតកូនចាមានសញ្ញាព្រួញចាព្រួញពណ៌ខៀវនេះ1ហើយព្រួញពណ៌ក្រហមនេះ1ចាព្រួញពណ៌ខៀវនេះចាគូសរហូតទៅដល់ចាលេខណាដែរកូនចាគឺរហូតទៅដល់លេខ5ណាហេតុអីបានយើងកូនលេខ5ចាដោយសារតែយើងមើលទៅឃើញរបស់លេខយើងតួទី1គឺលេខ5ណាចាហើយបន្តមកទៀតចាដកណាដកគឺយើងគូសទៅមុខឲ្យគូសថយក្រោយកូនចាគឺយើងគូសថយក្រោយចាថយក្រោយចំនួនប៉ុន្មាននេះចាដក1គឺយើងថយ1ចាអញ្ចឹងយើងគូសសញ្ញាព្រួយមួយទៀតថយ1អីចាគឺ1ប្រឡោះក្រិតណាចា1ប្រឡោះក្រិតចាដូច្នេះថាតើចាចម្លើយយើងឃើញប៉ុន្មានចាឃើញ4ចាអញ្ចឹងនេះព្រួញចុងក្រោយដែលចង្អុល
chấm cứ lệch buồn chả hỏi côn mơ chả mơ này lời sự phơi được bà côn có đôi chia chả bận tuột chùm nuôn đây này cô bằng hành côn ní chả đôi kia đai tế chả ô côn cụ bài này đai nó chả bật chia bục cài mẹ nè chả côn cú chả bận tuột chùm nuôn bát trầm trời nè chả ô côn tràn côn bật sự phơi tục vĩnh chả con tao khía bạn bật sự phơi rủi ro hơi rừng nở chả tao ấy là nít súng con choi bạc này kêu bẩn tết nó tha tá mê riêng cần nứt chia dương khai muốn dương riêng mê riêng ở vậy đá con chả mới con na chấm chả con cho rúm choi bạc này kêu tao khía chả cứ dương riêng vị thế đó đài tua tì muối trắm prám đòi prá bằng toát chầm nuồn nó con á chà chấm con từ ở khía sủng con triêm cái đao chuốn đây so rồi có phượt láng mất chà này kêu miến chà lùm hắt ơi con phơ bằng tết nó chà tạc màu hái con mơ từ ở khía chà này kêu miến bằng tết chầm nuồn á chà chấm con mơ hai con chà cho con chà triêm chấm sò xé chà là ba lết chà này lứa cái đá chuốn ao nhạc kêu ná đòi con mơ từ lứa bằng tốt chầm nuốn khẳng lờ nè nè con ná chà chẳng con mơ pram đọ nâng phần mán hỏi sma nâng phần màn chà chẳng con trâu sò xé chà chỉ là ba lết nâng màu ná chà đòi con mơ từ lứa cùng nút pruối nên lứa bằng tốt chầm nuốn tỏ chặt đám nè kêu tục về là con kết nâng sò xé chà con mơ ruồi tì muối trong ở trong lại phần màn đá chà tránh cái miên hào vậy nó chà cứ lịch prám học vào to mà tiết con chà con rồi xây lịch phần mán độ nâng phần mán con chà hỏi sma nâng phần mán chà con mơ tên lơ pru cùng nu chà cùng nu pruối đại trong ở tới chà trong lịch phần mán nước cứ chỉ trầm lòi hay chà rơi rơi nữa tỏ con lắc băng hai nè kêu tặng ạc nè chà tỏ trồi rúm tiêu tuột chỉ mùi nè kêu nó chà tỏ chẳng con mơ ná pram chẳng nè chà cùng lúc pruôn để cô chà thằng lớn ấy cứ rồi hột chà cô một trăm lệch pram chẳng cái số xì lệch pram hai độ chẳng độ phần mán chà dương mới cùng lúc pruôn bọc rồi hôm để cô thôi còi này mới con chà cô thôi còi này mới phần mán phần lọt cật đá chà muối pi chà pi pro lọt cật na con á chà nè kêu xong mình chả con công chờ làm tháng trong ở trong lịch bấy lên con đặt lại ní pram độ bấy mân men tề na con á còn tới rót từ lứa chầm nuốn pro lọt cật chà chẳng con thua đại bạn ní chà muối chà pi pro lọt cật đối với nhớ đã máu pram độ pi chà pram độ pi sma nâng phần mán chà hai trong ở trong lịch phần mán ní chà cứ trong ở trong lịch bay mẹ nó nè chà chẳng bay nó cứ chia chấm lòi pram độ pi sma nâng bay chà cho con bánh ta con thật sự là ba lết trong tới đôi đái này kêu bán bằng hành con đại rưỡi tế chà đôi đái chà ô phú cai men ten nó chà tỏ con ăn thằng ọc nía pram độ pi sma 7 chà là ô men ten tỏ ấy lớn đấy con lục chánh chà này kêu miên mùi tiện ná tỏ con lục rồi ron hai rồi nở chà ấy lớn đấy cho con lấy màu mỡ chà bằng tuột chùm nuốn chà này kêu mùi tiện nó chà tỏ cho con lấy máu chà chẳng con mơ thắp tá cùng nục pruôn chà dạng mạch đá hơi miền chùm nuốn phần mán chà xong con xong kê từ lơ bằng tuột chùm nuốn nơi khang lớn ấy hỏi con sao dây chi là bà lệ màu ná chà chẳng phần mán độ nâng phần mán hỏi sma nâng phần màn chà xong con từ ạc nía chà sao xe máu
ប៉ុន្មានទៅចាព្រួនទី1នេះចង្អុលចំលេខប៉ុន្មានកូនចាហើយកូនសរសេរតោះរួចរាល់ហើយឬនៅចាសូមលើកបង្ហាញអ្នកគ្រូទាំងអស់គ្នាកូនចាល្អមែនតើតោះចូលរួមផ្ទៀងផ្ទាត់ជាមួយអ្នកគ្រូថាតើកូនសរសេរបានត្រឹមត្រូវដែរឬទេណាចាតោះអញ្ចឹងកូនមើលសញ្ញាព្រួញខាងលើណាកូនណាចាសញ្ញាព្រួញខាងលើនេះចង្អុលចំលេខប៉ុន្មានកូនចាចង្អុលចំលេខ4ដូច្នេះគឺយើងសរសេរលេខ4ចា4ដកចាដកនឹងប៉ុន្មានចាអញ្ចឹងយើងមើលទៅលើព្រួញចាខាងក្រោមនេះវិញម្ដងចាអញ្ចឹងយើងធ្វើដៃបែបនេះក្នុងការរាប់យើងរាប់ទៅលើចំនួនប្រឡោះក្រិតណាចាអញ្ចឹងប៉ុន្មានដែរកូនរាប់មកចា1 2 3 4ចាអញ្ចឹងមាន4ប្រឡោះក្រិតដូច្នេះយើងសរសេរថាចាលេខ4សរសេរលេខ4ដែរអញ្ចឹង4ដកនឹង4ស្មើនឹងប៉ុន្មានចាអញ្ចឹងកូនមើលទៅលើគំនូសព្រួញចាព្រួញរបស់យើងមើលថាតើចង្អុលចំលេខប៉ុន្មានចាសញ្ញាព្រួញយើងចង្អុលចំលេខ0អញ្ចឹងកន្លែងនេះគឺជាចម្លើយណាកូនណាចា0គឺជាចម្លើយ4ដក4ចាស្មើនឹង0ចាត្រឹមត្រូវទេកូនហើយកូនសរសេរដូចអ្នកគ្រូបង្ហាញកូនដែរឬទេតោះឥឡូវនេះសូមកូនអានទាំងអស់គ្នាចា4ដក4ស្មើ0ចាម្ដងទៀត4ដក4ស្មើ0ចាពូកែមែនតើណាកូនណាចាអរគុណសូមកូនលុបក្តារឈ្នួនហើយកូនយកក្តារឈ្នួនទុកចាចាឥឡូវនេះតើកូនទុកសុភើទុកក្តារឈ្នួនរួចរាល់ហើយឬនៅចាទុករួចរាល់ហើយតោះកូនមើលមកអ្នកគ្រូទាំងអស់គ្នាថាតើអ្នកគ្រូនឹងមានអ្វីតោះកូនមើលចាមកហើយនេះណែកូនមើលថាតើនេះគឺជាអ្វីដែរកូនស្គាល់អត់ចាគឺជាដបទឹកណាកូនណាចាអញ្ចឹងកូនចូលកូនសង្កេតមើលដបទឹកនេះយ៉ាងម៉េចចាកូនសង្កេតមើលហើយកូនប្រាប់អ្នកគ្រូថាដបទឹកនេះយ៉ាងម៉េចដែរចាអញ្ចឹងអ្នកគ្រូបើកឲ្យកូនមើលថាយ៉ាងម៉េចដែរកូនដបនេះមានទឹកអត់ចាគ្មានទឹកទេណាកូនណាអូចាដបហ្នឹងគឺគ្មានទឹកទេមានន័យថាដបយ៉ាងម៉េចកូនចាយើងអាចនិយាយថាគឺដបតទេណាដបតទេអញ្ចឹងកូនចាំបានទេថាបើតទេបែបនេះថាតើយើងសរសេរលេខអ្វីតាំងឲ្យតទេកូនចាគឺយើងចាសរសេរលេខ0មែនទេចាអរគុណច្រើនតទេគ្មានយើងសរសេរលេខ0ចាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនចានៅមេរៀនថ្មីគឺវិធីដកនិង0ណាកូនណាចាតោះកូនទាំងអស់គ្នាចូលកូនក្រឡេកមកមើលក្តារខៀនហើយចូលរួមអានចំណងជើងជាមួយអ្នកគ្រូណាចាតោះចាប់ផ្ដើមចូលរួមអានឲ្យលឺណាតោះគណិតវិទ្យាមេរៀនទី7វិធីបូកវិធីដកចំនួនចាដែលមានលេខ1ខ្ទង់វិធីដកនិង0ចាម្ដងទៀតវិធីដកនិង0ចាអរគុណច្រើនដែលកូនបានចូលរួមអានចំណងជើងជាមួយអ្នកគ្រូណាកូនណាចាតោះឥឡូវនេះសូមកូនទាំងអស់គ្នាចាក្រឡេកមើលមកណាថាតើអ្នកគ្រូនឹងមានអ្វីមកបង្ហាញកូនបន្តទៀតចាកូនរងចាំមើលចាកូនទាំងអស់គ្នាចាមើលថាតើនេះគឺជាអ្វីកូនស្គាល់អត់នេះ
ចាគឺជាផ្លែប៉ោមមែនណាកូនចាគឺជាផ្លែប៉ោមតោះមើលបន្តទៀតថាតើអ្នកគ្រូមានចាអ្នកគ្រូមានអ្វីចាមានចានយ៉ាងម៉េចកូនចាគឺចានដាក់ផ្លែប៉ោមចាអញ្ចឹងកូនមើលថាតើផ្លែប៉ោមដែលអ្នកគ្រូបង្ហាញកូននៅក្នុងចាននេះមានចំនួនប៉ុន្មានដែរកូនចាមានចំនួនប៉ុន្មានដែរចាកូនមើលចាចូលរួមរាប់ជាមួយអ្នកគ្រូចា1ចា2ចាប៉ោមទាំងអស់គឺមានចំនួន3ចាប៉ោមមានចំនួន3ឥឡូវនេះកូនមើលទាំងអស់គ្នាថាតើអ្នកគ្រូធ្វើអ្វីដែរចាឥឡូវមើលទាំងអស់គ្នាចាមើលទាំងអស់គ្នាណាអ្នកគ្រូធ្វើអ្វីចាមើលទាំងអស់គ្នាចាអ្នកគ្រូធ្វើអ្វីដែរតោះមើលម្ដងទៀតចាអ្នកគ្រូមានប៉ោម3មែនទេនៅក្នុងចានតោះអ្នកគ្រូធ្វើអ្វីតោះកូនមើលទាំងអស់គ្នាចាអ្នកគ្រូធ្វើអ្វីដែរកូនចាអ្នកគ្រូយកប៉ោមចេញពីចានមែនអត់ចាអ្នកគ្រូយកចេញឬក៏អ្នកគ្រូអីកូនចាអ្នកគ្រូដកយកចេញណាដកចេញយកចេញចាអញ្ចឹងអ្នកគ្រូដកចេញផ្លែប៉ោមនោះចំនួនប៉ុន្មានដែរកូនចាគឺអ្នកគ្រូយកចេញផ្លែប៉ោមចំនួន3មែនទេចាចំនួន3អញ្ចឹងកូនសង្កេតមើលថាតើនៅក្នុងចាននេះមានផ្លែប៉ោមដែរឬទេចាគឺអត់មានទេណោះគឺនៅសល់តែចានតទេអញ្ចឹងកូនដឹងទេថាតើយើងធ្វើប្រមាណវិធីអ្វីដែរណាចាយើងធ្វើប្រមាណវិធីដកណាចាអញ្ចឹងយកលេខណាចាដកនឹងលេខណាដែរកូនចាអញ្ចឹងមុនដំបូងអ្នកគ្រូមាន3ណាប៉ោម3ចុះអ្នកគ្រូយក3ចេញណាចាអញ្ចឹងមានន័យថា3ដក3អញ្ចឹងស្មើប៉ុន្មានកូនចាគឺស្មើនឹង0គឺតទេអត់មានអីផងណាចា3ដក3គឺ0ចាអរគុណច្រើនណាចាកូនដឹងហើយតោះឥឡូវនេះកូនចាមើលម្ដងទៀតចាអំបញ្ញមិញអ្នកគ្រូដកចាចំនួន3ចាចំនួនផ្លែប៉ោម3តោះឥឡូវនេះកូនមើលសារជាថ្មីចាអញ្ចឹងផ្លែប៉ោមដែលអ្នកគ្រូមាននៅក្នុងចាននេះមានចំនួនប៉ុន្មានដដែលកូនចាគឺនៅមានចំនួន3ដដែលនេះ1 2 3តោះកូនមើលជាបន្តទៀតថាតើអ្នកគ្រូយ៉ាងម៉េចទៀតហើយតមើលចាអ្នកគ្រូយ៉ាងម៉េចដែរកូនមើលម្ដងទៀតណាអ្នកគ្រូយ៉ាងម៉េចចាអ្នកគ្រូធ្វើកាយវិការយ៉ាងម៉េចចាអ្នកគ្រូធ្វើកាយវិការយកផ្លែប៉ោមចេញក៏ដូចជាអ្នកគ្រូប្រុងយកចេញមែនទេអញ្ចឹងកូនមើលថាតើអ្នកគ្រូបានយកផ្លែប៉ោមចេញអត់ចាអត់បានយកទេណាចាអ្នកគ្រូយកអីចឹងចាយកទៅទេអត់មានយកផ្លែប៉ោមផងអញ្ចឹងកូនមើលថាតើចាផ្លែប៉ោមនៅសល់ចំនួនប៉ុន្មានដែរចាបើអ្នកគ្រូយកទៅទេបែបនេះអ្នកគ្រូអត់បានយកផងនៅសល់ប៉ុន្មានចាគឺនៅសល់3ដដែលឃើញអត់តោះយើងរាប់មើលទៀងផ្ទាត់ទាំងអស់គ្នាណាចា1ចា2 3ឃើញអត់ចាគឺនៅសល់3ដដែលណាចាអញ្ចឹងកូនដឹងថាយើងធ្វើប្រមាណវិធីអ្វីទេកូនចាហើយយកចំនួនណាដកនឹងចំនួនណាកូនចាផ្លែប៉ោម3ចាយើងសរសេរលេខ3មែនទេចា3ដកនឹងអីកូនចាគឺដកនឹងចំនួនតទេមានន័យថា0ហើយស្មើនឹងប៉ុន្មានដែរចាស្មើនឹងផ្លែប៉ោម3នឹងដដែលមានន័យថាស្មើ3តោះឥឡូវនេះចូលកូនចាក្រឡេកមើលមកក្តារខៀនហើយចូលរួមសរសេរជាល្បះលេខតាងឲ្យចំនួនផ្លែប៉ោមចាដែលអ្នកគ្រូមានហើយនឹងអ្នកគ្រូយកចេញណាកូនណាថាតើស្មើនឹងប៉ុន្មានតោះមើលទាំងអស់គ្នាចាកូនប្រាប់អ្នកគ្រូសារជាថ្មីតោះផ្លែប៉ោមចាដែលអ្នកគ្រូមានចាមានចំនួនប៉ុន្មាននៅក្នុងចានអំបញ្ញមិញចាគឺមានចំនួន3អញ្ចឹងអ្នកគ្រូសរសេរលេខប៉ុន្មានកូនចាគឺសរសេរលេខ3ហើយបន្ទាប់មកទៀតអ្នកគ្រូយ៉ាងម៉េចកូនអ្នកគ្រូយកចេញណាចាអ្នកគ្រូធ្វើកាយវិការយកចេញអញ្ចឹងកាលណាយកចេញកូនដឹងទេថាតើយើងសរសេរសញ្ញាអ្វីតាំងឲ្យការយកចេញកូន
ចាគឺយើងសរសេរសញ្ញាដកណាចាដកនឹងប៉ុន្មានកូនអ្នកគ្រូមានបានយកផ្លែប៉ោមចេញទេចាគឺអត់ទេគឺអត់បានយកទេអញ្ចឹងយើងសរសេរលេខអ្វីតាំងឲ្យការចាអត់បានយកចេញនោះចាគឺយើងសរសេរលេខ0ណាចាអញ្ចឹងដកនឹង0ចាដកនឹង0ណាអញ្ចឹងស្មើនឹងប៉ុន្មានកូនបើអ្នកគ្រូអត់បានយកផងហ៎ចាគឺស្មើនឹង3អញ្ចឹងយើងសរសេរលេខ3ចាត្រឹមត្រូវទេកូនចាតោះកូនមើលណា3ដក0ស្មើ3ហើយរបស់លេខដកនេះគឺជារបស់លេខដកអីដែរកូនចាគឺជារបស់លេខដកជួរដេកមែនទេកូនចាអញ្ចឹងកូនមើលណា3ដក0ស្មើនឹង3មែនទេចាអញ្ចឹងកូនគិតថា0នេះយ៉ាងម៉េចដែរចា0នេះគឺតាមឲ្យទៅទេយើងអត់បានដកចេញទេអញ្ចឹងគឺស្មើនឹង3ដដែលណាចាតោះឥឡូវនេះសូមកូនចូលរួមសង្កេតមើលលើក្តារខៀនហើយចាសរសេររបស់លេខចាដកជួរឈើវិញម្ដងតោះកូនមើលទាំងអស់គ្នាអញ្ចឹងមាន3ចាអញ្ចឹងយើងសរសេរលេខ3ចា3តមកទៀតអីកូនចាដកអញ្ចឹងយើងដាក់សញ្ញាដកចាដកនឹងប៉ុន្មានចាដកនឹង0ចាហើយស្មើនឹងប៉ុន្មានកូនចាហើយជួរឆើគឺយើងត្រូវគូសចាបន្ទាត់ដេកនេះមួយណាតាំងឲ្យស្មើប៉ុន្មានកូន3ដក0ស្មើ3ដកដែលចាអរគុណច្រើនតោះឥឡូវនេះសូមកូនចាអានរបស់លេខនេះជាមួយអ្នកគ្រូចាបន្តិចណាចា3ដក0ស្មើ3ចាមួយទៀតណាកូនចា3ដក0ស្មើ3ចាល្អមែនតើអរគុណតោះឥឡូវនេះសូមកូនចាផ្ទះដៃ1ចាផ្ទះដៃ2ផ្ទះដៃ3ចាអ្នកគ្រូមានចាបទចម្រៀងមួយតាក់ទងនឹង0ណាកូនណាចូលកូនទាំងអស់គ្នាស្ដាប់ហើយបន្តិចទៀតកូននឹងចូលរួមច្រៀងជាមួយអ្នកគ្រូណាចាតោះស្ដាប់ទាំងអស់គ្នាចា0គឺជាលេខគ្មានន័យកូនប្រុងស្រីកូនចាំបានទេ0គឺជាលេខគ្មានន័យកូនប្រុងស្រីកូនចាំបានទេសូមតាំងឲ្យចំនួនតទេសូមតាំងឲ្យចំនួនតទេចំណាមាសមេតទេគ្មានអត់ចំណាមាសមេតទេគ្មានអត់ចាតោះឥឡូវនេះសូមកូនចូលរួមច្រៀងជាមួយអ្នកគ្រូទាំងអស់គ្នាណាចាតោះកូនអាចក្រោកឈរក៏បានដែរណាចាចាប់ផ្ដើម0គឺជាលេខគ្មានន័យកូនប្រុងស្រីកូនចាំបានទេ0គឺជាលេខគ្មានន័យកូនប្រុងស្រីកូនចាំបានទេសូមតាំងឲ្យចំនួនតទេសូមតាំងឲ្យចំនួនតទេចំណាមាសមេតទេគ្មានអត់ចំណាមាសមេតទេគ្មានអត់ចាពូកែមែនណាកូនណាចាអញ្ចឹង0គឺជាលេខគ្មានន័យតាំងឲ្យចំនួនចាតទេគ្មានឬក៏អត់ចាអរគុណ